បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះដែរគឺយើងមកឆុងកាហ្វេទៀតហើយបាទថ្ងៃនេះគឺខ្ញុំចង់ហូបកាហ្វេរៀងដិតហើយមានទឹកដោះគោអញ្ចឹងមានតែអាយឡាតេបាទប៉ុន្តែឡាតេថ្ងៃនេះគឺរៀងប្លែកបន្តិចដោយសារបាន inspire ពីបង8B Ratio គាត់ធ្វើឡាតេ Pro ហើយខ្ញុំមិនដឹងថារូបមន្តគាត់យ៉ាងម៉េចដែរអត់ដឹងទេប៉ុន្តែតាមខ្ញុំគិតប្រហែលជាគាត់ប្រើ3សត espresso អញ្ចឹងអត់ខុសពីរដងទេយើងឆុងដបសត2ដងមកហើយយើងទុកមួយសតទៅបាទតោះឥឡូវយើងទៅមើលការឆុងរបស់គ្នាបាទនេះគឺជាការឆុងដបសតរបស់ខ្ញុំបាទនេះខ្ញុំប្រើតែទឹកកាហ្វេដែលច្រោះចេញមកបាននេះប្រហែលជាខ្ទង់50 ml ទេអត់យកច្រើនទេបាទបន្ទាប់ពីយើងរៀបចំដប espresso ហើយយើងចាប់ដើមលាយគ្រឿងផ្សំរបស់យើងបាទខាងក្រោមនេះគឺខ្ញុំប្រើទឹកដោះគោហើយនឹងកាហ្វេមួយសតហើយនឹងទឹកស្ករដែលតាមចំណង់ចំណូលចិត្តរបស់យើងបាទបន្តមកទៀតយើងចាក់ដប espresso ចូលតែម្ដងបាទជាការសាច់នឹងបានកាហ្វេមួយកែវបាទហើយបន្តមកទៀតយើងដល់វគ្គក្នុងការភ្លក់តែម្ដងភ្លក់ហ្នឹងគឺភ្លក់ចំនួន2ដងបាទចង់ដឹងថារសជាតិនៅពេលដែលយើងអត់ទាន់កូរដប espresso ខាងលើតើរសជាតិយ៉ាងម៉េចដែរបាទហើយខ្ញុំភ្លក់លើកទី1គឺរសជាតិវានៅរៀងស្ទន់ព្រោះដោយសារយើងប្រើមួយសតណាបន្តមកទៀតខ្ញុំធ្វើការកូរដើម្បីឲ្យដប espresso វាចូលជាមួយគ្នាទាំងអស់បាទអញ្ចឹងខ្ញុំភ្លក់ម្ដងទៀតបាទរសជាតិវាគឺរៀងដិតជាងមុនខ្លាំងបាទអ្នកនេះបើចង់ភ្លក់អាចភ្លក់បានអូខេមានតែប៉ុណ្្នឹងទេវីដេអូនេះបាទអរគុណច្រើន